ជំរាបសួរបងប្អូនថ្ងៃនេះនាងខ្ញុំសូមជម្រាបសួរលោកគីកែវសំរិទ្ធដែលជាមន្ត្រីសុខាភិបាលនិងអ្នកជំនាញសុខភាពសាធារណៈនាពេលបច្ចុប្បន្ននេះបងប្អូនយើងនៅតាមព្រំដែនកំពុងជួបការលំបាកខ្លាំងណាស់ដោយបាំងរត់ភៀសខ្លួនពីការបាញ់ប្រហាររបស់កងទ័ពថៃហើយមកស្នាក់នៅទីតាំងសុវត្ថិភាពផ្សេងៗបាទជំរាបសួរបងប្អូនទាំងអស់គ្នាខ្ញុំបាទគីកែវសំរិទ្ធពិតណាស់ស្ថានភាពផ្លាស់ទីលំនៅនេះធ្វើឲ្យបងប្អូនយើងប្រឈមនឹងបញ្ហាសុខភាពជាច្រើនដែលទាមទារការយកចិត្តទុកដាក់បន្ទាន់តាមទស្សនៈលោកជាទូទៅបញ្ហាសុខភាពសំខាន់អ្វីខ្លះដែលបងប្អូននៅតំបន់ប្រមូលផ្ដុំនោះងាយប្រឈមជាងគេយើងសង្កេតឃើញមាន3ចំណុចធំៗទី1ជំងឺឆ្លងដោយសារកង្វះអនាម័យនិងការរួមនៅជិតគ្នាដូចជារារស់ផ្ដាសាយនិងជំងឺស្បែកទី2កង្វះអាហារូបត្ថម្ភជាពិសេសចំពោះកុមារនិងស្ត្រីមានផ្ទៃពោះទី3គឺសុខភាពផ្លូវចិត្តការភ័យខ្លាចការបាត់បង់ធ្វើឲ្យពួកគេងាយនឹងធ្លាក់ក្នុងភាពតានតឹងនិងបាក់ទឹកចិត្តបើដូច្នេះតើវិធានការបន្ទាន់អ្វីខ្លះដែលយើងអាចណែនាំដល់ពួកគាត់ដើម្បីការពារសុខភាពខ្លួនឯងនិងគ្រួសារបាទចំពោះការបង្ការជំងឺឆ្លងគឺត្រូវផ្ដោតលើអនាម័យជាចម្បងលាងដៃ